ជំរាបសួរស្វាគមន៍មកកាន់វីដេអូទី4អំពីអាហារូបករណ៍គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីនៅក្នុងវីដេអូនេះយើងនឹងនិយាយគ្នាអំពីគន្លឹះនៅក្នុងការសរសេរពាក្យស្នើសុំអាហារូបករណ៍ស្ទើរតែចំពោះបេក្ខជនគ្រប់រូបហើយដែលទទួលស្គាល់ថានេះគឺជាដំណាក់កាលដ៏លំបាកមួយដោយសារតែយើងគ្រប់គ្នាត្រូវធ្វើការស្រាវជ្រាវវិភាគបានល្អៗនៅអ្វីដែលយើងចង់សរសេរចូលនិងប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងការសរសេរសំណេរបែបផ្លូវការផងនិងមានប្រវែងវិញផងឆ្លងតាមអ្វីដែលខ្ញុំបានអនុវត្តមានកលឹះមួយចំនួនដែលជួយឲ្យខ្ញុំសរសេរពាក្យអាហារូបករណ៍នឹងទៅមានដំណើរការរលូនល្អហើយក៏មានកន្លែងមួយចំនួនទៀតដែលខ្ញុំឆក់ល្វីនៅក្នុងការអនុវត្តហើយខ្ញុំក៏នឹងដាក់ចូលទៅក្នុងកលឹះនឹងដែរតែមុននឹងចូលទៅដល់កលឹះថាតើមានអ្វីខ្លះយើងនឹងទៅស្គាល់ថាតើទម្រង់អាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីមានរូបរាងបែបណាដោយសារតែការចូលទៅទម្រង់ដាក់ពាក្យអនឡាញតម្រូវឲ្យមានការបង្កើតគណនីផ្សេងអញ្ចឹងវាមានភាពស្មុគស្មាញបន្តិចអញ្ចឹងខ្ញុំនឹងចូលទៅកាន់ទម្រង់ដាក់ពាក្យអាហារូបករណ៍តាមរយៈគេហទំព័រផ្លូវការហើយយើងទាញយកទម្រង់ដាក់ពាក្យអនឡាញដើម្បីមកសិក្សាទាំងអស់គ្នានេះគឺជារូបរាងនៃទម្រង់អាហារូបករណ៍គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការដាក់ពាក្យស្នើសុំរៀនដែលទាំងអស់គឺមាន19ចំណុចធំដែលយើងនឹងមកពិនិត្យផ្នែកទី15នៅក្នុងផ្នែកទី15នេះគឺមានសំណួរធំចំនួន4ដែលសំណួរទី1គឺសួរអំពីមុខជំនាញហើយនឹងសារៈដែលយើងចង់ជ្រើសរើសសិក្សាសំណួរទី2គេសួរថាតើមុខជំនាញដែលយើងរៀននឹងរួមចំណែកឲ្យគេខ្លះទៅដល់មុខរបរអាជីពការងាររបស់យើងនៅពេលថ្ងៃអនាគតហើយទី3ហ្នឹងគឺគេចង់ឲ្យយើងលើកឡើងអំពីបទពិសោធន៍អនុវត្តជាក់ស្ដែងថាតើពេលកន្លងមកនឹងយើងធ្លាប់មានបទពិសោធន៍អនុវត្តគម្រោងឬការងារណាមួយដែលរួមចំណែកទៅដល់ការផ្លាស់ប្ដូរដែលឬក៏អត់ហើយទី4ជាសំណួរធំចុងក្រោយនឹងថាតើបើសិនបើយើងនឹងបានទៅរៀនតាមរយៈអាហារូបករណ៍ហើយតើយើងនឹងយកចំណេះដឹងជំនាញហើយនឹងបណ្ដាញដែលយើងមាននឹងយកមកធ្វើរឿងឲ្យគេខ្លះនៅប្រទេសកម្ពុជាយើងនឹងជារឿងយើងធ្វើជាឯកជនក៏ដោយឬក៏តាមរយៈអាជីពការងារយើងក៏ដោយហើយយើងត្រូវរៀបរាប់ឲ្យបាន3ចំណុចហើយនឹងសំណួរបន្ទាប់នៅក្នុងសំណួរធំនឹងគឺថាតើបើសិនជាយើងចង់មកអនុវត្តទាំងអស់ហ្នឹងតែយើងនឹងអាចជួបបញ្ហាគេខ្លះដែលនឹងជាកត្តារាំងស្ទះអញ្ចឹងយើងឃើញហើយក្នុងចំណោមសំណួរទាំង4គឺមានសំណួរ3ហើយដែលតាក់ទងទៅនឹងមុខវិជ្ជាដែលយើងត្រូវសិក្សាអញ្ចឹងជាគន្លឹះដំបូងបំផុតដែលខ្ញុំគិតថាបេក្ខជនទាំងអស់គ្នាគួរតែស្វែងយល់នឹងគឺជ្រើសរើសមុខជំនាញសិក្សារបស់យើងហើយការជ្រើសរើសមុខជំនាញសិក្សានេះគឺយើងអាចទៅពិនិត្យមើលនៅក្នុងសេចក្តីណែនាំក្នុងកម្មវិធីអាហារូបករណ៍បានដើម្បីធានាថាយើងពិតជាជ្រើសរើសជំនាញបានត្រឹមត្រូវអញ្ចឹងនៅក្នុងសេចក្តីណែនាំអំពីការជ្រើសរើសជំនាញរៀននេះគឺគេបានប្រាប់អំពីជំនាញដែលយើងគួរជ្រើសរើសសិក្សាទី1គឺគេលើកទឹកចិត្តឲ្យយើងជ្រើសរើសជំនាញទាំងឡាយណាដែលចូលរួមទៅដល់ការអភិវឌ្ឍវិស័យនានានៅប្រទេសកម្ពុជាអញ្ចឹងតើកម្ពុជាកំពុងតែជួបបញ្ហាប្រឈមអីក្នុងការអភិវឌ្ឍវិស័យណាមួយហើយមុខវិជ្ជាដែលយើងជ្រើសរើសរៀននឹងគឺជាមុខវិជ្ជាអត្ថភាពហើយមុខវិជ្ជាអត្ថភាពទី2នឹងគឺមុខវិជ្ជាតកតងទៅនឹងអាកាសធាតុបម្រែបម្រួលអាកាសធាតុជាដើមហើយនៅទីនេះគឺគេបានណែនាំឲ្យបេក្ខជននឹងគឺរើសមុខជំនាញសិក្សាទាំងឡាយណាដែលសមស្របទៅតាមបទពិសោធន៍ការងារក៏ដូចជាគុណវុឌ្ឍិសិក្សារបស់បេក្ខជនផ្ទាល់ពុំដូច្នោះទេយើងត្រូវតែបង្ហាញនៅចំណុចឬក៏ហេតុផលសមស្របជាក់លាក់ថាមូលហេតុអីបានដែលយើងចង់ផ្លាស់ប្ដូររបត់ការងារអាជីពរបស់យើងហើយរៀនជំនាញផ្សេងពីអ្វីដែលយើងធ្លាប់បានធ្វើហើយបើសិនបើយើងជ្រើសរើសជំនាញសិក្សាថ្មីខុសពីអ្វីដែលយើងធ្លាប់រៀននិងធ្លាប់ធ្វើវានឹងប្រឈមតិចនៅក្នុងការទាញឲ្យសំណេររបស់យើងធ្វើម៉េចមានហេតុផលគ្រប់គ្រាន់ជាបទពិសោធន៍របស់ខ្ញុំបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងទេសចរណ៍ហើយខ្ញុំធ្វើការក្នុងវិស័យអប់រំតែជំនាញដែលខ្ញុំរៀនគឺខ្ញុំជ្រើសរើសរៀនគ្រប់គ្រងគម្រោងនិងកម្មវិធីអញ្ចឹងអ្វីដែលខ្ញុំទាញគឺខ្ញុំអត់ទាញទៅលើមូលដ្ឋាននៃគុណវុឌ្ឍិសិក្សាដែលខ្ញុំទាញទៅលើមូលដ្ឋាននៃបទពិសោធន៍ការងារហើយ
អ្វីដែលខ្ញុំចង់ធ្វើទៅថ្ងៃអនាគតគឺស្របទៅតាមបទពិសោធន៍ការងារអ្វីដែលខ្ញុំជ្រើសរើសរៀនគឺធ្វើម៉េចឲ្យមានភាពប្រតិបត្តិគ្នានឹងឯងហើយបងប្អូនឃើញហើយគឺជំនាញដែលគេមិនឲ្យយើងសិក្សាគឺគេមានកំណត់នៅទីនេះស្រាប់អញ្ចឹងយើងត្រូវតែរើសមុខជំនាញសិក្សារបស់យើងឲ្យបានត្រឹមត្រូវនឹងតែជំនាញសិក្សាយើងមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេយើងត្រូវសិក្សាលម្អិតអំពីថាតើជំនាញសិក្សារបស់យើងនឹងគឺមានមុខវិជ្ជាសិក្សាលម្អិតអីផ្សេងទៀតដែលយើងអាច search មើលនៅក្នុងប្រព័ន្ធអធិស្ឋានប្រហែលជាខ្ញុំអាចអានមិនត្រូវទេ Cry Course ហើយនៅក្នុងនេះគឺយើងអាចទៅសិក្សាមើលថាតើជំនាញដែលយើងចង់រៀននឹងគឺមាននៅសាកលវិទ្យាល័យនៅរដ្ឋណាខ្លះខ្ញុំចង់រៀន Program and Project Management ហើយកម្រិតសិក្សាគឺ Master Degree by Coursework បើសិនបើបងប្អូនច្បាស់តែចង់ទៅរដ្ឋណាហើយអាចចុចរត់នឹងតែម្ដងតែខ្ញុំតែពីនេះគឺគ្រប់គ្រាន់ហើយនៅទីនេះគឺយើងទៅឃើញតែម្ដងតើសាលាណាខ្លះដែលមានផ្ដល់មុខវិជ្ជាដែលយើងចង់សិក្សាអញ្ចឹងនៅទីនេះយើងអាចចុចលម្អិតចូលទៅកាន់គេហទំព័រផ្លូវការរបស់សាលាបានហើយតែការចូលទៅដល់គេហទំព័រនឹងពេលខ្លះយើងថ្មីយើងពិបាកមែនទេថាទៅរកព័ត៌មានលម្អិតនៅទីណាអញ្ចឹងយើងដឹងហើយមិញយើងចង់រៀនកម្រិត Master Degree មុខជំនាញ Program and Project Management នៅសាលា UniSA អញ្ចឹង University of South Australia ហើយគេដាក់ឈ្មោះកាត់ក្នុងដែលយើងឃើញមិញអញ្ចឹងយើងមកមើលនៅទីនេះផ្ទាល់តែម្ដងអញ្ចឹងសាលាផ្សេងទៀតដែលយើងចាប់អារម្មណ៍ទៅនេះយើងអាចចូលទៅមើលផ្ទាល់អញ្ចឹងតែម្ដងបានអញ្ចឹងនៅទីនេះគឺបងប្អូនអាចមើលឃើញហើយនេះភាពលម្អិតអំពីអាហារូបករណ៍ថាតើនេះដើម្បីចូលរៀនបានយើងត្រូវមានអីគេហើយគេមាន degree overview អញ្ចឹងទិដ្ឋភាពគឺតថាតើការរៀននៅក្នុងកម្រិតសិក្សានិងមុខវិជ្ជានឹងគេផ្ដល់ឲ្យគេខ្លះនេះចឹងគេប្រាប់យើងទាំងអស់តែយើងនឹងត្រូវរៀនអីគេប្រាប់យើងទាំងអស់អញ្ចឹងនៅទីនេះឃើញឯមុខវិជ្ជាតាមឆមាសមួយទៀតអញ្ចឹងថាតើនឹងជាមុខវិជ្ជាសិក្សាដែលយើងចង់រៀននៅក្នុងជំនាញសិក្សារបស់យើងមែនអត់អញ្ចឹងយើងអាចទៅមើលនៅគ្រប់សាកលវិទ្យាល័យដែលគេផ្ដល់មុខជំនាញនឹងបានហើយចារបៀបរៀនបែបណាគឺគេដាក់ទាំងអស់អញ្ចឹងវាងាយស្រួលឲ្យយើងនឹងទៅឆ្លើយនៅសំណួរទី1និងទី2របស់យើងចឹងសំណួរទី1យើងចង់រៀនអីនៅសាលាណាអញ្ចឹងយើងទៅមើលទៅសាលានឹងមុខវិជ្ជានឹងផ្ដល់ឲ្យគេខ្លះដល់យើងអញ្ចឹងយើងអាចទៅឆ្លើយបាននៅក្នុងសំណួរទី1ហើយសំណួរទី2យើងគេសួរថាតើមុខវិជ្ជាសិក្សារបស់យើងនឹងអាចនឹងរួមចំណែកមិនខ្លះទៅដល់ការងាររបស់យើងនៅថ្ងៃខាងមុខអញ្ចឹងយើងចង់ធ្វើអីនៅថ្ងៃខាងមុខនឹងហើយយើងទៅមើលនៅក្នុងខុសនឹងស៊ីជម្រៅថាតើគេផ្ដល់ជំនាញអីដើម្បីឲ្យយើងនឹងអាចទៅដល់ថ្ងៃខាងមុខនឹងអញ្ចឹងយើងមានព័ត៌មានទាំងអស់ហើយនៅពេលដែលយើងបានចូលមកលម្អិតនៅក្នុងសាលានឹងក្នុងកន្លឹះទី2នឹងគឺយើងត្រូវតែស្វែងយល់ពីសំណួរគ្រប់សំណួរទាំងអស់នឹងឲ្យបានយល់ហើយព្រៀងចំណុចយើងចូលមូលហេតុដែលយើងត្រូវយល់សំណួរគឺបងប្អូនដឹងហើយតែយើងអត់យល់សំណួរទេគឺយើងអាចឆ្លើយតបទៅនឹងសំណួរនឹងបានជាក់លាក់ល្អទេហើយបើយើងចាំឲ្យយើងដឹងតែយើងត្រូវទៅស៊ីអីគ្រប់យ៉ាងបានយើងទៅស៊ីក៏យើងពិបាកចាប់ផ្ដើមដែរអញ្ចឹងនៅក្នុងការមានចំណុចព្រៀងគឺជួយយើងអាចរកឃើញចំណុចចាប់ផ្ដើមអញ្ចឹងទី1តើយើងមានគោលបំណងធំអីគេសំណួរទី2មានគោលបំណងធំអីគេហើយយើងមើលថាមានចំណុចត្រាដែលស្រដៀងគ្នាដែលយើងអាចទាញវាដាច់ពីគ្នាបានហើយយើងទៅសេសេចក្តីលម្អិតយើងចូលអញ្ចឹងគេឲ្យទៅសេ3លើកមក5សិនក៏5មកដើម្បីយើងមើលថាចុងក្រោយ3ណាដែលវាងាយស្រួលក្នុងការសរសេរចូលងាយស្រួលនៅក្នុងការរំលេចជាងហើយការសរសេរព្រៀងនេះគឺជួយយើងដែរថាតើចំណុចដែលយើងសរសេរចូលក្នុងសំណួរទី1ទី2ទី3នឹងអាចចាំគ្នាអត់ចឹងយើងអាចរុះរើវាចុះឡើងឲ្យហើយជាជាងស្អាតមួយហើយទៅមើលមួយទៀតតម្រាំបានមួយនេះស្អាតដល់ពេលតែផ្លេចនោះទៅមើលទៅវាជាមួយទី1សំណួរទី1ចឹងយើងត្រូវធ្វើការរុះរើចុះឡើងវាអាចចំណាយពេលវេលាហើយកន្លឹះទី3នេះគឺការស្វែងរកជំនួយនៅក្នុងការត្រួតពិនិត្យនិងផ្ដល់ជាព័ត៌មានត្រឡប់អញ្ចឹងកន្លឹះទី3នេះគឺមិនសម្រាប់បេក្ខជនគ្រប់គ្នាទេគឺសម្រាប់តែអ្នកដែលត្រូវការជំនួយបន្ថែមហើយនេះគឺជាអ្វីដែលខ្ញុំធ្វើដែរអញ្ចឹងខ្ញុំបានស្នើសុំទៅកាន់មនុស្សដែលខ្ញុំស្គាល់ឲ្យជួយពិនិត្យមើលថាតើគេអានពាក្យខ្ញុំនឹងទៅយល់ហើយនៅយល់ពីអ្វីដែលខ្ញុំចង់និយាយហើយនៅហើយតើអ្វីដែលខ្ញុំទៅសេនឹងពិតជាអានទៅគិតថាខ្ញុំអាចធ្វើបានមែនអត់
អានទៅគេហៅថា convincing អានទៅវាមានការបញ្ចុះបញ្ចូលនៅក្នុងនឹងធ្វើឲ្យអ្នកស្ដាប់នឹងជឿអត់យល់ត្រូវនៅអ្វីយើងទៅសេអត់ចឹងអ្នកដែលគាត់ជួយពិនិត្យនឹងគាត់ប្រាប់ឲ្យថាអូអត់តនេះដូចជាមិនសូវយល់ទេអញ្ចឹងជួយកែបន្តិចមកហើយខ្ញុំកែច្រើនលើច្រើនសារណាមិនក្រោម5ដងទេដើម្បីឲ្យពាក្យចុងក្រោយនឹងអាចផ្ញើទៅបាននៅក្នុងកលឹះទី3នឹងដែរនៅពេលដែលយើងស្វែងរកជំនួយពីនរណាម្នាក់គឺយើងអាចផ្ដល់នៅព័ត៌មានជូនកាត់មុនតាក់ទងទៅកាត់មុនថាយើងកំពុងតែដាក់ពាក្យអាហារូបករណ៍ទៅកាត់អាចជួយពិនិត្យពាក្យយើងបានទេនៅក្នុងរយៈពេល2សប្តាហ៍ទៀតឬក៏មួយសប្តាហ៍ស្អីលោកបងប្អូនយើងនឹងផ្ញើពាក្យជូនកាត់ពិនិត្យអញ្ចឹងយើងផ្ដល់ដំណឹងជូនកាត់មុនបើកាត់ឆ្លើយថាទេឬក៏បានគឺយើងបានត្រៀមខ្លួនមុនហើយអញ្ចឹងយើងព្យាយាមបន្លឿនពាក្យរបស់យើងហើយខ្ញុំដំណាក់កាលនេះគឺខ្ញុំធ្វើនៅចំណុច13ហើយនឹងចំណុច15មុនអញ្ចឹងខ្ញុំបញ្ជូនទៅឲ្យអ្នកដែលត្រួតពិនិត្យពាក្យរបស់ខ្ញុំកែហើយខ្ញុំមកផ្ដោតការសរសេរទៅលើចំណុចពីទី1មកដែលជាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំវិញអញ្ចឹងដល់ពេលដែលគាត់ផ្ដល់ព័ត៌មានត្រឡប់ហើយខ្ញុំចាប់ផ្ដើមកែលើអ្វីដែលគាត់ផ្ដល់ហើយផ្ញើឲ្យគាត់វិញហើយខ្ញុំមកធ្វើការលើពាក្យរបស់ខ្ញុំវិញអញ្ចឹងវាជួយឲ្យខ្ញុំនឹងធ្វើកិច្ចការងារនឹងបានលឿនហើយក្រៅពីកលឹះទាំង3ហ្នឹងគឺខ្ញុំគិតថាបកាគូជិះវៀងមួយសម្រាប់បេក្ខជនគ្រប់រូបគឺទី1ពឹងពាក់ឲ្យគេទៅសេឲ្យមិនមែនឲ្យគេបណ្ឌិតឲ្យផ្ដល់យោបល់ទេគឺឲ្យគេទៅសេឲ្យចឹងវាមានជាគំនិតរបស់យើងអានឹងទី1គឺតកតងនឹងរឿងសិលធម៌ក្នុងនាមជាបេក្ខជនហើយទី2វានឹងប៉ះពាល់ទៅដល់ដំណើរការសម្ភារបើយើងអត់ទៅសេខ្លួនឯងពេលខ្លះយើងពិបាកនៅក្នុងការយល់ណានៅក្នុងដំណើរការសម្ភារក៏គេនឹងសួរសំណួរមួយចំនួនដែលយើងទៅសេចូលហើយអញ្ចឹងវានឹងអាចជាបញ្ហាប្រឈមសម្រាប់យើងវិញហើយទី2នឹងគឺប្រើបញ្ញាសិប្បនិម្មិតដើម្បីឲ្យទៅសេពាក្យឲ្យយើងអញ្ចឹងនេះគឺជាអ្វីដែលត្រូវតែជិះឲ្យបានហើយកន្លែងគូចង់ចាំមួយទៀតគឺបើសិនបើបងប្អូនទាញយកតម្រងពីអាហារូបករណ៍យកមកទៅសេគឺត្រូវតែយកទៅតាមលក្ខខណ្ឌនៃពីអនឡាញឧបមាថានៅក្នុងពីអនឡាញគេកំណត់ឲ្យយើងទៅសេពាក្យពីប៉ុណ្ណអក្សរដោយអត់បូកបញ្ចូលជាមួយនឹងការដកឃ្លាទេប៉ុន្តែពាក្យដែលយើងដោនឡូតគេថា400ពាក្យអញ្ចឹងបើបងពាក្យដែលបងប្អូនប្រើនឹងជាពាក្យដែលវែងពេលខ្លះគេអាចនឹងលើសចំនួនអក្សរនឹងអញ្ចឹងនៅពេលដែលយើង copy ចូលពីអនឡាញប្រព័ន្ធអនឡាញនឹងកាត់ពាក្យរបស់យើងមួយចំនួនចូលអូតូអញ្ចឹងពេលខ្លះយើងអាកន្លែងយើងបញ្ចប់អីនឹងអាចបាត់ន័យបាត់អីអញ្ចឹងទៅអញ្ចឹងគឺត្រូវធ្វើម៉េចគឺយើងត្រូវតែទៅរ៉ាប់នៅចំនួនអក្សររបស់យើងឬក៏ចំនួនពាក្យរបស់យើងផ្អែកទៅតាមការតម្រូវរបស់ប្រព័ន្ធអនឡាញអញ្ចឹងបើសិនបើយើងទៅសេខ្ញុំឧទាហរណ៍ថាខ្ញុំនឹងចូលទៅពាក្យរបស់ខ្ញុំតែម្ដងអញ្ចឹងដើម្បីពិនិត្យខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាដឹងពីរបៀបរ៉ាប់ហើយគ្រាន់តែយើង select ទៅលើសំណេររបស់យើងនៅចំណុចនីមួយៗហើយយើងចុចនៅកន្លែងនេះមកវានឹងប្រាប់ឲ្យថាតើមានប្រមាណអក្សរអីហ្នឹងគឺយើងអាចយកទៅយើងអាចធានាបានហើយថាពាក្យរបស់យើងគឺត្រូវទៅតាមការកំណត់ទៅក្នុងប្រព័ន្ធអនឡាញអញ្ចឹងវីដេអូអំពីកលឹះនៅក្នុងការសរសេរពាក្យចាប់តែប៉ុណ្នេះហើយសង្ឃឹមថាវាបានបម្រើជាប្រយោជន៍សម្រាប់បងប្អូនគ្រប់គ្នាអរគុណ